សូមជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ Channel YouTube នេះទៀនកំសាន្តសូមជូនរឿងអាបស្រីមុំនៅយប់មួយដ៏ស្ងាត់ជ្រងំអាបម៉ោងថ្មីទើបហាត់ដោះក្បាលចេញលើកដំបូងតែភ្នែកស្រវាំងមើលអីមិនច្បាស់បានដោះក្បាលចេញហោះរកចំណីដោយសារតែនាងភ្លេចពាក់វ៉ែនតានាងក៏ហោះវង្វេងផ្លូវរហូតមកដល់ក្រោមដើមពោធិ៍មួយដែលអាពាវនិងអាទុយកំពុងអង្គុយជជែកគ្នាអាទុយអាពាវឯងមើលលើមេឃមើលកាយអីពណ៌ក្រហមដូចអំពូលឡានអញ្ចឹងអាពាវកាយអាណាអាទុយនិងអាបតាវើយជួយផងខ្មោចអាបជួយផងខ្មោចអាបអាពាវស្ទុះរត់ទៅពួនក្រោយខ្នងអាទុយចំណែកអាបស្រីមុំដោយសារមើលមិនច្បាស់ស្មានតែអាពាវមានសាច់ដុំធំក៏ហោះមកចិត្តរួចនិយាយទាំងសំឡេងស្រួយស្រាប់ថាបងសង្ហាសុំស្រឡាញ់មួយបានទេអូនវង្វេងផ្លូវទៅផ្ទះមិនបានទេអាទុយដែលកំពុងស្រវឹងលើកដបស្រាបង្ហាញអាបរួចសួរទៅវិញថាអាទុយហែងចង់ស្រឡាញ់អាពាវហែងមានមើលរូបរាងទេចុះពូវៀនហែងនឹងមិនខ្លាចតាក់មេឃឈើទេអីស្របពេលនោះមីងម៉ៅកំពុងដើររែកកញ្ជើនំបញ្ចុកត្រឡប់មកពីវត្តវិញឃើញអាបកំពុងតែចែចង់អាពាវមីងម៉ៅក៏ស្រែកខ្លាំងមីងម៉ៅណែមីអាប់ចង្រៃចង់មកញ៉ែប្រុសក្នុងភូមិអញផងហ៎ចង់ញ៉ែចាំសួរកញ្ជើនំបញ្ចុកអញសិនទៅអាបស្រីមុំភ័យពេកក៏ស្ទុះហោះចេញទៅវិញតែដោយសារភ្នែកមើលមិនច្បាស់ក៏ហោះទៅបុកដើមដូងឮសូរតែផាំងធ្លាក់មកដីនាយទុយឃើញដូចនោះក៏យកទឹកត្រីក្នុងកញ្ជើមីងម៉ៅទៅស្រោចពីលើអាបស្រីមុំអាបស្រីមុំអូយអូនសុំទោសអូនឈប់ធ្វើអាបហើយអូនទៅបើកហាងលក់កាហ្វេវិញចុងក្រោយអាបស្រីមុំក៏ហោះត្រឡប់ទៅផ្ទះវិញទាំងវិលមកចំណែកអាពាវសន្លប់បាត់ឈឹងចំណែកអាទុយនៅតែអង្គុយផឹកស្រារួចរអ៊ូថាអាប់អីក៏អន់ម្លេះចាញ់ទឹកត្រីមីងម៉ៅទៀតបន្ទាប់ពីបុកដើមដូងមួយទំហឹងមកអាបស្រីមុំចាប់ផ្ដើមវិលមកខ្លាំងហើយនាងគិតថាបើហោះទៅផ្ទះទាំងពូវៀនវាចបែបនេះច្បាស់ជាបុកអង្តែនទូរទស្សន៍អ្នកភូមិមិនខាននាងក៏សម្រេចចិត្តហោះចុះនៅមុខតូបកាហ្វេ24ម៉ោងរបស់តាចេកដែលកំពុងអង្គុយងងុយដេកម្នាក់ឯងអាបស្រីមុំហោះចូលតាមបង្អួចទាំងក្បាលនិងពូវៀនរញ៉េរញ៉ៃអាបស្រីមុំតាសុំកាហ្វេទឹកដោះគោទឹកកកមួយថង់មកដាក់ទឹកដោះគោឲ្យច្រើនព្រោះអូនស្លេកស្លាំងណាស់តាចេកបើកភ្នែកព្រឹមទាំងងងុយអើយចាំមកផ្លែតយីមួយយប់នេះពាក់ម៉ាស់អីចម្លែកម្ល៉េះចុះអាខ្សែយឺតរញ៉េរញ៉ៃនៅខាងក្រោមនឹងជាម៉ូតថ្មីមែនទេនាងអាបស្រីមុំអានឹងពូវៀនតើតាមើលមិនស្គាល់ទេអីតាចេកញាក់ព្រើតក៏បាននិយាយថាអូអាបសោះស្មានតែតារា TikTok មកថតស៊ីហ្វីអូខេចាំតាឆុងឲ្យតែអាបឯងមានលុយអត់ឬចង់មកផឹកជំពាក់ស្របពេលនោះអាទុយនិងអាពាវដែលទើបដឹងខ្លួនពីសន្លប់ដើរកាត់តាមហាងតាចេក៏ឃើញអាបអង្គុយលើកៅអីផ្លាស្ទិកទាំងពូវៀនរុំជើងកៅអីជាប់អាពាវអាទុយមើលនោះអាបមិញនឹងវាមកផឹកកាហ្វេហាងតាចេកវើយអាទុយអាពាវឯងកុំខ្លាចខ្មោចសម័យឥឡូវវាស៊ីវីឡៃណាស់ណែអាបស្រីមុំឯងហោះបុកដើមដូងមិញមានពោកក្បាលទេអាបស្រីមុំងាកមកសំឡក់
បែកអីគ្រាន់តែឆ្លោះចង្កេះបន្តិចទេតែឈប់សិនពួកឯងជួយដោះពូវៀនចេញពីជើងកៅអីបន្តិចមើលវាជំពាក់អស់ហើយទៅណាមិនរួចទេ មីងម៉ៅដើរមកដល់លើកកញ្ជើនំបញ្ចុកដដែលឃើញទិដ្ឋភាពនឹងក៏ទាញកន្ត្រៃកាត់ត្រីមកមីងម៉ៅ ឲ្យអញជួយកាត់ទេនាងអាបកាត់ពូវៀនចោលខ្លះទៅកុំឲ្យវាវែងពេកនំតែពីបាក់ហោះពាក់មេឃឈើទេមីងកុំកាត់អីចាំអញដោះខ្លួនឯង អាបស្រីមុំខំប្រឹងរើបំរាស់រហូតទាល់តែជើងកៅអីផ្លាស្ទិកហោះជាប់ទៅជាមួយពូវៀននាងហោះឡើងទៅលើមេឃទាំងយួរកៅអីផ្លាស្ទិកទៅជាមួយផងឯសំឡេងតាជែកស្រែកតាមពីក្រោយតាជែក ណែមីអាបចុះលុយកាហ្វេអញហើយយកកៅអីអញទៅណាទៀត យប់នោះអ្នកភូមិឃើញអាបយួរកៅអីហោះពេញមេឃអាបស្រីមុំសម្រេចចិត្តលាឈប់ធ្វើអាបហើយទៅបើកហាងកាហ្វេវង្វេងជុំនោះវិញព្រោះល្បីខ្លាំងពេកក្រោយពីហោះយួរកៅអីផ្លាស្ទិកតាជែកពេញភូមិមកអាបស្រីមុំក៏សម្រេចចិត្តបដូរអាជីពនាងជួលតូបតូចមួយនៅកែងផ្លូវរួចដាក់យីហោថាកាហ្វេអាបស្រីមុំផឹកហើយហោះបានថ្ងៃដំបូងនៃការបើកហាងអាតុយនិងអាពីវក៏មកជួយគាំទ្រទាំងភ័យខ្លាចអាតុយ ណែស្រីមុំហើយឆុងកាហ្វេនឹងហើយមានបានលាងដៃអត់អញឃើញពូវៀនហើយជ្រលក់ក្នុងធុងទឹកកកមិញហ្នឹង អាបស្រីមុំក្បាលហោះលោកឡំជាមួយពែងកាហ្វេ កុំមាត់អាតុយនេះហៅជារូបមន្តសម្ងាត់របស់អូនរសជាតិពូវៀនស្រស់ស្រស់គ្មានអ្នកណាធ្វើដូចទេ អាពីវអង្គុយញ័រទ្រទ្រើក ស្រីមុំចុះមិនកាហ្វេអញមានពណ៌ក្រហមអញ្ចឹងកុំប្រាប់ថាឈាមជ្រូកណា អាបស្រីមុំ អូកុំភ័យអីបងពីវនេះគ្រាន់តែជាទឹកសារ៉ូសុបារីតាអូនគ្រាន់តែភ្លេចស្លាប់ព្រាក៏យកចុងពូវៀនកោឲ្យបន្តិចហ្នឹង ស្របពេលនោះមីងម៉ៅដើរមកដល់រួចស្រែកផ្អើលហាងមីងម៉ៅ មីអាបកាហ្វេអញយូរម៉ែអញប្រញាប់ទៅលក់នំបញ្ចុកផងហើយចុះអាម៉ៅកូនជាងឯងវាកំពុងធ្វើអី អ្នកគ្រប់គ្នាដេកដួលសើចឃើញអាមឿនកូនជាងកំពុងយកក្រងពូវៀនរបស់អាបស្រីមុំមកធ្វើជាតងជីលេងយល់ទៅយល់មកអាមឿន ម៉ែអើយជីតងពូវៀនអាបស្រួលជាងជីអង្រឹងទៀត អាបស្រីមុំយំមិនចេញសើចមិនកើតអាបស្រីមុំខំប្រឹងហោះឡើងលើមេឃដើម្បីទាញពូវៀនចេញពីអាមឿនតែបែរជាតាក់ជាមួយមេឃស្វាយរបស់តាជែកបន្តទៀតកាហ្វេក្នុងមាត់របស់នាងកំពុបស្រោចលើក្បាលអាពីវពេញទំហឹងអាពីវ ជួយផងខ្មោចអាបស្រោចទឹកកាហ្វេដាក់លើក្បាលអញហើយ តាជែកដើរមកដល់ល្មម ណែលុយកៅអីអញមិនទាន់សងផងឥឡូវមកប៉ះស្វាយអញទៀតយកកៅអីអញមកវិញភ្លាមនាងអាប ចុងក្រោយហាងកាហ្វេពូវៀនផ្អែមត្រូវបិទទ្វារត្រឹមរយៈពេល2ម៉ោងព្រោះម្ចាស់ហាងរវល់តែដោះពូវៀនចេញពីមេឃស្វាយនាយទុយនិងនាយពីវរត់ដាច់ប្រលឹងចំណែកមីងម៉ៅរើសបានកៅអីផ្លាស្ទិកតាជែកយកទៅលក់អេតចាយបាត់ទៅ លោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿមានចំណងជើងរឿងហាងកាហ្វេអាបស្រីមុំសូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿគឺសរសេរឡើងតាមផ្នត់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេ Channel YouTube ស្រេងកំសាន្តដែលផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោ
ចនិងរឿងអប់រំសូមជូនពរលោកអ្នកឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសុវត្ថិភាពសូមអរគុណនិងសូមជម្រាបលា